បាទដោយសារថ្ងៃនេះជាថ្ងៃចូលឆ្នាំខ្មែរថ្ងៃដំបូងដូច្នេះខ្ញុំព្រមទាំងក្រុមគ្រួសារសាច់ញាតិទាំងអស់ក៏បានមូលមតិគ្នាទៅធ្វើបុណ្យនៅវត្តចង្ការដូងហៅវត្តច័ន្ទមនីនៅឯស្រុកដុំខេត្តកំពង់ស្ពឺដើម្បីធ្វើបុណ្យទុកសលដល់សាច់ញាតិទាំងពើសដានដែលបានចែកឋានទៅហើយក៏មានបងប្អូនប្រជាជនយើងជាច្រើនដែរដែលគាត់មកធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់ញាតិកាពើសដានរបស់ពួកគាត់ផងដែរហើយពួកខ្ញុំនេះក៏បាននិមន្តព្រះសង្ឃដើម្បីសូត្រមន្តឧទ្ទិសកុសលដល់ញាតិការបស់ខ្ញុំបាទផងដែរហើយចុងបញ្ចប់ក៏សូមឧទ្ទិសកុសលផលបុណ្យដល់បងប្អូនយើងទាំងអស់គ្នាផងដែលបានទស្សនាពីដើមដល់ចប់